តើកត្តាអ្វីខ្លះដែលធ្វើឲ្យសម័យអង្គររីកចម្រើនដល់កំពូលកត្តាដែលធ្វើឲ្យសម័យអង្គររីកចម្រើនដល់កំពូលមានកត្តាដូចជាកត្តាព្រះជាចាប់ពីព្រះបាទជ័យវរ្ម័នទី2រហូតដល់ព្រះបាទជ័យវរ្ម័នទី7សុទ្ធសឹងជាស្ដេចខ្លាំងពូកែសឹកសង្គ្រាមកសាងប្រាសាទពង្រីកទឹកដីកត្តានយោបាយក្រៅប្រទេសចងសម្ព័ន្ធមិត្តនិងធ្វើពាណិជ្ជកម្មជាមួយប្រទេសធំៗដូចជាចិនឥណ្ឌាប៉ែករ៉ូមវេយប្រទេសតូចៗដាក់ជានគរចំណុះកត្តានយោបាយក្នុងប្រទេសបង្រួបបង្រួមជាតិរួបរวมគ្នាអភិវឌ្ឍនិងការពារជាតិដង្ហែតាមប្រជាកត្តាសេដ្ឋកិច្ចមានដូចជាកសិកម្មដីមានជីជាតិអាចធ្វើស្រែបាន3ទៅ4ដងក្នុងមួយឆ្នាំសម្បូរត្រីព្រៃឈើសិប្បកម្មចេះធ្វើឧបករណ៍ប្រើប្រាស់ពីឈើចម្លាក់ថ្មស្លដែកស្ពាន់មាសប្រាក់ត្បូងគមនាគមន៍ផ្លូវទឹកផ្លូវគោកជាច្រើនខ្សែឆ្ពោះទៅរាជធានីអង្គរស្ពានជាច្រើនកន្លែងបើកវងកញ្ចក់ស្ពានកំពង់ក្ដីកត្តាសាសនាព្រាហ្មណ៍ធ្វើឲ្យប្រជានិងប្រជារាស្ត្រមានចិត្តអង់អាចក្លាហានមុខមុតបើកវងកញ្ចក់លទ្ធិទេវរាជហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិកត្តាព្រះពុទ្ធសាសនាធ្វើឲ្យប្រជានិងប្រជារាស្ត្រមានក្តីមេត្តាករុណាឧបេក្ខាមុទិតានិងចេះរួមរស់ជាមួយគ្នាដោយសុខសន្តិភាពបើកវងកញ្ចក់ពីរំងាប់ដោយការមិនចងពៀកត្តាធនធានមនុស្សសម័យអង្គរបានមកពីធនធានមនុស្សសម័យនគរភ្នំចេនឡាដែលខ្លាំងពូកែខាងសឹកសង្គ្រាមធ្វើជំនួញច្នៃប្រឌិតនិងភាពអំណត់អត់ធន់